bà club Sri Lanka đi một pin cứ quát ban riệp trong luôn nứngประมาณ4 ឆ្នាំហើយដែលគាត់រំពេថានឹងចង់បានពៀនប៉ុន្តែផ្ទុយទៅវិញគាត់បរាជ័យហើយឆ្នាំក្រោយបរាជ័យទៀតប៉ុន្តែគាត់អត់បោះបង់ការខិតខំប្រឹងប្រែងរបស់ពួកគាត់ទេយើងឃើញថា2 ឆ្នាំទៅមិញអ្នកណាក៏គិតថាស្នងការអាចនឹងជាបុគ្គលមួយដែលក្លឹបមួយដែលអាចទទួលពានរង្វាន់ទីបំផុតអត់បានបាទអញ្ចឹងធ្វើឲ្យស្វ័យរៀងឆក់យកបានអញ្ចឹងគាត់បាក់ទឹកចិត្តទេអត់បាក់ទឹកចិត្តទេប៉ុន្តែឆ្នាំនេះខ្ញុំឃើញថាសន្ទុះនៃការហាក់វឹកហាត់ពីព្រោះថានៅក្នុងនោះគាត់មានអត្តពលិកដែលស្ថិតនៅក្នុងជំរំជម្រើសជាតិរបស់យើង4 នាក់នោះគឺមាន2 នាក់ជាប់ជម្រើសជាតិបាទគឺរុនសុជាហើយនឹងច័ន្ទវាសនាបាទយន្តកាមេរ៉ាក៏អាចបានជាប់ជម្រើសជាតិអញ្ចឹងធ្វើប៉ុន្តែគាត់សួរតែគាត់បោះបង់ក៏ឲ្យបោះបង់គាត់ប្រឹងប្រែងដុសខាត់វឹកហាត់កាន់តែខ្លាំងទៅអញ្ចឹងគាត់មានសំណុំគាត់ស៊ីនបូករឿងតែ Herrera ដែលយើងជ្រាបហើយកីឡាបោះទី1នេះគឺមិនអាចមើលម្លងបានទេបាទទាំងធ្ងន់ទាំងបាំងគឺល្អមកចប់អញ្ចឹងគាត់ដូចជាខ្លាដល់ស្លាប់អញ្ចឹងនៅក្នុងរដូវកាលនេះហើយខណៈដល់វិសាខាយើងឃើញហើយវិសាខាជាប់បំរាមច្រើនជាងគេអញ្ចឹង rule របស់យើងឲ្យតែជំរឿជាតិចូលលេងបាន2ខណៈដែលវិសាខាភាគច្រើនជំរឿជាតិជាប់បែបទាំងអស់អញ្ចឹងយើងប្រើឈុតយុវជនហើយក្នុងនោះក៏យកអ្នក setter មកមួយដែរមកជួយដែរប៉ុន្តែខ្ញុំមិនមែនជាលំងខាងដែរខ្ញុំគិតថាសាច់បាល់នេះគឺ50-50អ្នកណាបាក់មុនអ្នកនឹងចាញ់បាទយើងបានទូទាយរួចស្រេចហើយបាទយើងឃើញសន្ទុះនៃការលេង set មួយយើងដឹងហើយក៏បងប្អូនជនជាតិក៏ទូទាយដូចគ្នាដែរពីរនេះគឺมันអាចគិតថាអ្នកណាឈ្នះឲ្យដាច់ 100% ទេឲ្យតែអ្នកណាហ៊ានតែបាក់មុនបែករោលមុនគឺនៅនឹងអូតូម៉ាទិកទៅចាញ់បាទអញ្ចឹងគូហ្នឹងមែនតែនទៅបើខ្ញុំវិញខ្ញុំចង់ឲ្យនៅលេងវគ្គផ្ដាច់ព្រាត់បាទ final បាទអានោះគឺវាកាន់តែរន្ធន់អស់ចាថែមទៀតពីព្រោះថានៅពេលដែលពាក់កណ្ដាលដៃព្រាត់បងប្អូនជនជាតិគាត់ទស្សទាយលទ្ធផលបានដឹងមុនបាត់ហើយវិសាខានិងស្នងការរីនីពេញអ្នកណាឈ្នះលេខ1អ្នកណាចាញ់លេខ3បាទគឺគាត់ចាច់ដោយខ្លួនគាត់គឺគាត់ជឿជាក់ 100% ប៉ុន្តែខ្ញុំជឿជាក់ថាខ្ញុំក៏ដូចគ្នាដែរបាទយើងមើលថាសន្ទុះកម្រិតនៅតាមបណ្ដាខេត្តពីព្រោះថាគាត់លេងល្អមែនយើងទទួលស្គាល់គឺកោះកុងមិនមែនជារឿងសាមញ្ញទេកោះកុងអាចឡើងមកដល់វគ្គផ្ដាច់ព្រាត់ហើយសួរថាកោះកុងអត់ទេអត់ទេដោយសារអីជើងក្រោមមកគេខ្លាំងសំណុំគេសិនប៉ុន្តែអ្វីដែលគាត់ពិបាកនៅពេលដែលគាត់លេងជាមួយនឹងក្លឹបវិសាខាក្តីគាត់លេងជាមួយនឹងក្លឹបធំដូចជាស្នងការរីនីភ្នំពេញគាត់មិនអាចបាំងដល់បាទអានេះដែលជាពិបាកអញ្ចឹងបានសហព័ន្ធកីឡាបាល់ទះរបស់យើងតែងតែជំរុញធ្វើម៉េចយុវកីឡាករបន្តវេនគឺត្រូវតែមានកម្ពស់ខ្ពស់បើសិនតែអ្នកឯងលេងល្អប៉ុណ្ណាក៏ដោយប៉ុន្តែកម្ពស់មិនទាន់ដល់ឬក៏លោតមិនបាន3.45 ម៉ែត្រឡើងទេអានឹងគឺពិបាកនឹងជាប់ជំរឿជាតិបាទគឺពិបាកហ្មងអានឹងយើងសូមប្រកាសអញ្ចឹងហ្មងបាទប៉ុន្តែគាត់អាចនិយាយអញ្ចឹងមិនមែនថាបន្ទុចបើគាត់មកឲ្យវឹកហាត់គាត់ឲ្យវឹកហាត់ដូចជានីស៊ីដា 1.85 ម៉ែត្រតែគេលោតបានដល់3.50 ម៉ែត្រជាងអីអញ្ចឹងអាហ្នឹងវាគូក៏បីយកប៉ុន្តែតោះឡើយយើងដឹងតែកម្ពស់យើងទៀតយើងវឹកហាត់ឲ្យខ្លាំងជាងអ្នកកម្ពស់ខ្ពស់អញ្ចឹងយើងអាចជាឱកាសជាជំរឿជាតិបានដូចគ្នាបាទ